បើក intro មកបងប្អូនគាត់ទៅឆ្ងល់ថាខ្ញុំធ្វើគេច្បាច់យកហ្នឹងថ្ងៃវីដេអូនេះគឺជាវីដេអូតពី part មុននេះជាវីដេអូ part 2បងប្អូនគ្នាហើយឥឡូវបងប្អូនចង់ដឹងថានៅជាន់ទី3ហ្នឹងគឺគេមានអីគេខ្លះចាំបងប្អូនទៅមើលវីដេអូយើងអ្នកគ្នាណាថ្ងៃបើកក្បាលវីដេអូមកយើងឃើញមានម៉ាស៊ីនអីគេបងប្អូនគ្នានេះអានេះគឺជាម៉ាស៊ីនដែលដូចជាកិនស្រូវមើលអាហ្នឹង crushing ស្រូវអញ្ចឹងបងប្អូនគ្នាបងប្អូននៅខ្មែរគាត់ដឹងហើយកន្លែងនេះអាកន្លែងមាត់វាហ្នឹងយើងដាក់បាវជុះក្នុងហ្នឹងអញ្ចឹងទៅដល់ពេលហើយអាស្រូវហ្នឹងវាចេញជាដូចថាបាយបងប្អូនគ្នាហ្នឹងហើយវាចេញមកនៅក្នុងបាយអញ្ចឹងណាហ្នឹងហើយឥឡូវគឺយើងឡើងមកលើមួយទៀតអានេះគឺជាន់ទី4ហើយបងប្អូនគ្នាហើយឡើងគឺថាឡើងខ្ពស់មកកន្លែងគេហ្នឹងណាហ្នឹងហើយពេលយើងឡើងមកដល់ជាន់ទី4គឺគេមានអាកន្លែងនេះអានេះគឺជាកន្លែងគេបវល់បងប្អូនគ្នាអានេះខ្ញុំសង្ស័យគេបវល់ដូចថាកិនក្របនេះអីចឹងបងប្អូនគ្នាហ្នឹងហើយបន្ទាប់ពីយើងមកកន្លែងនេះអានេះគឺជាកន្លែងគេຕົកអីវ៉ាន់អីចឹងណាហ្នឹងហើយគឺសិតតែដាក់បាវពេញហ្នឹងហ្មងដល់ពេលហើយនេះឥឡូវគឺយើងមើលមកពីខាងលើបងប្អូនគ្នាមើលមកពីខាងលើចុះទៅក្រោមទៅថាសិតតែម៉ាស៊ីនហ្មងណាម៉ាស៊ីនគេចាស់តើនៅប្រើបានទៀតខ្ញុំនិយាយនៅមុន part 4អញ្ចឹងបងប្អូនគ្នាហ្នឹងហើយនេះម៉ាស៊ីនគេគឺថានៅវល់បានទាំងអស់ហ្មងហើយនេះគឺជាក្របគេដែរពេលគេកាន់ហើយគេមានក្របនៅហ្នឹងអញ្ចឹងគេទុកក្របនៅហ្នឹងអញ្ចឹងតើយើងមើលអញ្ចឹងបងប្អូនគ្នានេះបន្ទាប់ពីយើងមើលកន្លែងហ្នឹងអស់ចិត្តហើយគឺយើងចាប់ដើមចេញទៅក្រៅហើយនេះគឺយើងមកកន្លែង office គេបងប្អូនគ្នាstore keeper office អាហ្នឹងគឺជាកន្លែង office គេពីជំនាន់មុនអញ្ចឹងណាតែគេប្រើទៀតទេកន្លែងហ្នឹងនៅកន្លែង farm គេហ្នឹងគឺគេមាន office មានអីទៅបងប្អូនគ្នាគឺមានកន្លែងដូចថាដាក់របស់របរអីនៅក្នុងហ្នឹងទីទួអញ្ចឹងណាហើយកន្លែងគេដូចថារាប់លុយយកលុយអីមកទុកនៅហ្នឹងក៏គេទុកនៅហ្នឹងដែរបងប្អូនគ្នាហើយនេះគឺជារូបភាពចការហ្នឹងឥឡូវហើយនៅចិត្តរូបហ្នឹងនេះគឺជារូបភាពចការហ្នឹងកាលពីជំនាន់មុនអញ្ចឹងបងប្អូនគ្នាបងប្អូនទាយមើលថាចការហ្នឹងគឺគេបានបង្កើតឡើងប្រហែលឆ្នាំហើយបងប្អូនអាច comment ចម្លើយបងប្អូននៅក្នុងកន្លែង comment ហ្នឹងមកបងប្អូនគ្នាណាហ្នឹងហើយឥឡូវបងប្អូនមាន3 second ដើម្បីទាយ1 2 3ចាអស់មកហើយឥឡូវនៅចការហ្នឹងគឺគេបានបង្កើតឡើងនៅកន្លែងហ្នឹងចំនួនរយៈពេល142ឆ្នាំបងប្អូនគ្នាហើយគឺវានៅហ្នឹងតាំងពីឆ្នាំ1883បងប្អូនគ្នាបើយើងដក2025ទៅគឺចម្លើយវាបាន142ឆ្នាំបងប្អូនគ្នាគឺថាបានយូរខាងមែនតើហើយនេះឥឡូវខ្ញុំឡើងនិយាយឥឡូវខ្ញុំផ្លេចប្រាប់បងប្អូនកន្លែងនេះអានេះគឺជាកន្លែងគេដាក់គោបងប្អូនគ្នាឥឡូវមានគោទេគឺគេមានតែគោសបនិមិត្តហ្នឹងហើយអាគោកន្លែងគោសបនិមិត្តគេហ្នឹងគឺយើងអាចដូចថាបាញ់ទឹកដោះគោវាចេញបានទៀតយើងចម្បាច់អាកន្លែងនេះវាហ្នឹងទៅដល់ពេលចេញទឹកមកវាមិនចេញដោះគោចេញទឹកមកហ្មងមកគេដាក់នៅហ្នឹងឲ្យយើងមើលសិនអញ្ចឹងណាបងប្អូនគ្នាហើយនេះកន្លែងនេះគេធ្លាប់តែដាក់គោនៅក្នុងហ្នឹងអញ្ចឹងណាតែឥឡូវគេអត់មានគោអីទៀតទេនៅឃើញតែសិតតែថាត្រង់គេដាក់គោអញ្ចឹងបងប្អូនគ្នាហើយនៅកន្លែងជាប់ហ្នឹងគឺគេមានកន្លែងដាក់ថាគេដាក់រូបភាពដាក់អីនៅនឹងដាក់តាំងនៅនឹងឲ្យយើងអានឲ្យយើងមើលអញ្ចឹងណាបងប្អូនគ្នាថ្ងៃបន្ទាប់ពីយើងចេញពីកន្លែងហ្នឹងហើយគឺយើងចូលមកកន្លែងផាកនេះម្ដងបងប្អូនគ្នាកន្លែងគេនៅចិត្តគ្នាទេយើងដើរតែ2 3នាទីមកយើងមកដល់កន្លែងផាកនេះហើយនេះគឺជាផាកកន្លែងក្មេងលេអញ្ចឹងបងប្អូនគ្នាគឺគេធ្វើ most អាហ្នឹងគឺមកពីដើមឈើពីឈើទូចធំអីចឹងណាគឺគេយកវាមកធ្វើឲ្យកូនក្មេងលេអញ្ចឹងបងប្អូនគ្នាហើយកន្លែងគេលេងហ្នឹងគឺអត់សូវមានរបស់អីធ្វើជាងពី plastic ទេគឺមានតែ2 3ហ្នឹងបងប្អូនគ្នាតោងអីគេហ្នឹងបើក្រៅពីហ្នឹងអីកន្លែងលេងអីគឺអត់សូវមានរបស់លេងធ្វើជាងពី plastic ទេរបស់ច្រើនហ្នឹងគឺធ្វើចេញពីដើមឈើហើយនឹងខ្សែយើងយកទៅចងបងប្អូនគ្នាហើយនៅចិត្តអាកន្លែងកូនក្មេងលេងហ្នឹងគឺមានស្តប្រៃបងប្អូនគ្នាមានប្រៃមានអីស្ដាំឈើស្អីពេញហ្នឹងអញ្ចឹងណាហ្នឹងហើយដល់ពេលពេលយើងមើលឡើងហ្នឹងហើយនេះយើងចូលមកលេងកន្លែងកូនក្មេងលេងនេះទៅនេះបងអូនខ្ញុំគេចូលចិត្តលេងអាកន្លែងនេះវាចូលចិត្តឈើអីយកមកលេងអញ្ចឹងណានេះអានេះគេយកធ្វើពីដើមឈើដែលជ្រុះដែលវាងាប់យើងយកគេយកដើមឈើហ្នឹងយកមកធ្វើជាដូចថាផ្ទះមួយអញ្ចឹងបងប្អូនគ្នាទៅកូនផ្ទះអញ្ចឹងនឹងតំណងខ្លាំងមែនតើហើយនេះមិនគូពេលគាត់ដើរគាត់ឃើញអានេះដូចជាផ្សិតហ្នឹងបងប្អូនគ្នាគឺថាឡើងតុនមែនតើគាត់យកដៃទៅទាញលេងអញ្ចឹងណាមិនលេងគាត់មើលបងប្អូនគ្នានេះស្ទើរផ្សិតហ្នឹងនេះមើលឡើងគួរឲ្យខ្លាចមែនទេពេលយើងមើលទៅដូចកស៊ូមិនទេបងប្អូនគ្នាតែអានឹងផ្សិតអានឹងសង្ស័យគេញ៉ាំបានតែដឹងបងប្អូនគ្នាមកពីឃើញសត្វល្អិតអីវាស៊ីហងអញ្ចឹងហ្នឹងហើយតែរូបរាងវាអីអញ្ចឹងទៅឲ្យខ្លាចហ្នឹងហើយបងប្អូនគ្នាបន្ទាប់ពីយើងពិនិត្យមើលឲ្យไปសោតអាផ្សិតគេហ្នឹងហើយក៏យើងមកលេងមួយបងប្អូនខ្ញុំម្ដងនេះបងប្អូនខ្ញុំវាលេងស្លឹកឈើមកពីស្លឹកឈើវាស្ទើរតែធ្លាក់ពេញលើដីអញ្ចឹងគេមកលេងអញ្ចឹងណាបងប្អូនអ្នកឃើញអត់នេះអញដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺកន្លែងហ្នឹងគឺអត់សូវមាន plastic ទេបងប្អូនឃើញមានតែស្ទើរតែខ្សែរ៉ូបនៅហ្នឹងហើយនឹងស្ទើរដើមឈើហ្មងណាបើ plastic គឺមានតិចខ្លាំងមែនតើហ្មងបើធ្វើពីជ័រធ្វើពី plastic អីអញ្ចឹងគឺថាតិចខ្លាំងមែនតើហ្មងហើយនេះបងប្អូនប្រកាច់អាចវាតែដឹងអាឈើហ្នឹងនេះវាតែដឹងតែអាឈើហ្នឹងវាបវល់បានអញ្ចឹងទៅគេទៅឈរលើហ្នឹងបវល់ប្រកាច់កំពេញហ្នឹងម្នាក់ឯងបន្ទាប់មកអ្នកបងប្អូនគ្នាបងប្អូនខ្ញុំអាទូចនេះគេមកលេងអាក្នុងរុននេះម្ដងគេដើរក្នុងរុននេះដើរបុកក្បាលបងប្អូនឡើងមិនទេបងប្អូនគ្នាតែនេះឥឡូវម៉ាក់ខ្ញុំគាត់ចូលទៅក្នុងហ្នឹងម្ដងពេលមើលមកពីខាងក្រៅមកឃើញតែខ្ញុំហើយនឹងបងប្អូនខ្ញុំនៅលើឈរមើលអាស្រីហ្នឹងគឺមុខគេនឹងខ្ជូតខ្លាំងមែនតើបងប្អូនគ្នាមើលពីខាងក្រោមទៅឃើញខាងលើគឺមុខគេនឹងខ្ជូតហ្មងបងប្អូនខ្ញុំធន់ខ្លាំងមែនតើមកខ្ញុំអត់ចង់ធ្វើវីដេអូទេ
នៅបងប្អូនគ្នាពេលយើងចេញពីអាកន្លែងហ្នឹងវិញនេះគេជីស្លាយពីលើអាហ្នឹងមកអញ្ចឹងណាហើយខោបងប្អូនខ្ញុំនិយាយថាឡើងទៅទួហ្មងបងប្អូនគ្នាសិតតែប្រឡាក់ពេញហ្នឹងហ្មងវាទៅលេងហើយវាចុះដីចុះអីឥឡូវមើលខោវាអាក្រាហ្នឹងមើលខោគេឡើងប្រឡាក់សិតតែផុកសិតតែដីពេញហ្នឹងហ្មងណាបងប្អូនគ្នាបន្ទាប់ពីយើងចេញពីកន្លែងហ្នឹងហើយក៏យើងមកមើលកូនអញ្ចឹងទៅបងប្អូនគ្នានេះសិតតែកូនកាត់មានអាពណ៌មាសផងមានអាពណ៌សផងមានពណ៌ខ្មៅផងសិតតែគោហ្មងបងប្អូនគ្នាបងប្អូនចាំមើលខ្ញុំខាងក្រោយហ្នឹងកន្លែងចូលតួដល់ពេលហើយអត់ម៉ាក់ខ្ញុំអត់ថតអញ្ចឹងក៏រៀងថឹងតិចបងប្អូនគ្នាអញ្ចឹងក៏រៀងស្លក់តិចទៅហ្នឹងបងប្អូនគ្នានេះពូនេះពូសង្ហាមែនតើនេះគឺជាអនាគតផ្សងសាររបស់ Iker ណាបងប្អូនគ្នាពេលយើងចេញពីអាកន្លែងហ្នឹងហើយយើងមកលេងអាកន្លែងក្រៅនេះតិចបងប្អូនគ្នាបន្ទាប់មកក៏យើងទៅនាំគ្នាចូល shop បងប្អូនគ្នាពេលយើងចេញពីកន្លែងហ្នឹងហើយគេមាន shop នៅហ្នឹងមួយ shop គេមានចកាមានលក់ឡានលក់អីទួចៗរបស់ក្មេងអញ្ចឹងណាហ្នឹងហើយក៏យើងនាំគ្នាទៅអាហ្នឹងមួយពីរទុកជាអនុស្សាវរីយ៍អញ្ចឹងទៅបន្ទាប់ពីយើងចេញពីកន្លែង shop គេហ្នឹងហើយក៏យើងជិះចេញមកវិញបងប្អូននេះគឺជាផ្លូវចេញណាគឺថាស្អាតមែនតើបងប្អូនមានទឹកមានអីនៅជាប់ឡើងហ្នឹងអញ្ចឹងហើយទៅដើមឈើទៅអីពេញហ្នឹងអញ្ចឹងណាហើយថ្ងៃហ្នឹងគឺមេឃក្តៅដែរបងប្អូនគ្នានិយាយថាសប្បាយមែនតើហ្មងហើយវីដេអូយើងក៏មកដល់ទីបញ្ចប់បងប្អូនគ្នាកុំភ្លេចចុច like ហើយចាំឲ្យផងខ្ញុំសូមអរគុណពុំមានច្រើនដែលបានមើលវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ Adios amigos